នេះគឺជាវីដេអូ4យប់5ថ្ងៃនៃខាងទឹកដីខេត្តក្រចេះគឺក្បាលស្ទឹងដំរីក្រោយពេលពួកខ្ញុំធ្វើដំណើរអស់រយៈពេលយូរក៏មកដល់កន្លែងនេះហើយការធ្វើម្ហូបការរកត្រីធ្វើម្ហូបហូបបាយជុំគ្នាការដើររកស្វែងរកខ្ញុំឃើញថារយៈពេលយូរមែនតើបងប្អូនហើយក៏បាច់គ្រប់ជម្រាបសួរហើយក៏សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីវីដេអូនេះផងដែរគឺបន្ទាប់ពីវីដេអូមុនគឺរយៈពេល4យប់5ថ្ងៃគឺយើងមកដល់តំបន់នេះគឺធ្វើដំណើរអស់រយៈពេល1ថ្ងៃពេញហើយក៏មកដល់ល្ងាចតែម្ដងគឺតំបន់នេះគឺតំបន់ស្នូលនៃហើយទឹកដីខេត្តក្រចេះហើយនឹងខេត្តកំពង់ធំគឺដើរតែមួយប៉ាគឺដល់តែទឹកដីខេត្តកំពង់ធំតែម្ដងហើយក៏កន្លែងនេះពួកខ្ញុំធ្លាប់មកស្នាក់នៅមកសាដែរកាលពីធ្វើដំណើរអបរ៉ូតទៅដល់ខេត្តស្ទឹងត្រែងបាទក្រោយពេលយើងមកដល់ទីតាំងហើយក៏រៀបចំទម្លាក់អីវ៉ាន់កណ្ដងគ្នាចាប់ផ្ដើមចេញបេសកកម្មដើររកម្ហូបបងប្អូនគឺថាតំបន់នេះគឺជាក្បាលព្រៃឡង់សម្រាប់ម្ហូបអាហារដូចជាហើយពូមច្ឆាធនធានបន្លែអីហ្នឹងគឺសម្បូរបែបមែនតើបងប្អូនហើយក៏នាំគ្នាចេញដំណើរដើររកទៅទាំងអស់គ្នាអញ្ចឹងទៅគឺដើម្បីឲ្យបានច្រើនកាលណាក៏ល្អកាលហ្នឹងដោយសារតែសមាជិករបស់យើងគឺច្រើនមែនតើដល់ទៅ6 7នាក់ឯណោះអ្នកគ្នាដើរចាប់បដើរកបដើចាប់កែបផងចាប់ត្រីផងគឺចាប់ត្រង់ផងដើម្បីយកមកធ្វើម្ហូបរបស់យើងដើម្បីធ្វើដំណើរនៃការទៅរកឃុំបន្តទៀតគឺថាម្ដុំនេះសម្បូរត្រង់មែនតើបងប្អូនពេលថាដើរមួយផ្លែតបានហើយចំបក់ត្រង់នេះគឺធំគិតបាទៀតវាសបាយចាប់មែនតើហើយប៉ះទឹកដៃនេះជំនាញទៀតមួយបានមួយនៅតែម្ដងបងប្អូនហើយក៏នោះឯងតដំណើរមកគ្នាដើរចាប់ពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងទៅគឺថាវាសម្បូរបែបសម្បូរត្រង់មែនតើហើយពេលយប់នេះគឺយើងមិនសូវហ៊ានប្រហែសទៅគ្នាតិចដែរទេដោយសារតែតំបន់នេះគឺតំបន់ដាច់ស្រយាលមិនសូវមានទៅដល់អញ្ចឹងយើងត្រូវទៅគ្នាច្រើនគេថាតំបន់នេះគឺសម្បូរក្រពើមែនតើអញ្ចឹងយើងមិនអាចទៅម្នាក់ឯងឬក៏2នាក់ឯងបានទេទោះទៅទាំងអស់គ្នាបាទហើយក៏ដល់ព្រឹកឡើងពួកយើងក៏នាំគ្នាមកឆុងកាហ្វេឈីលតិចតួចហើយរៀបចំធ្វើម្ហូបក៏យកអាចទៅកែបយកអាចត្រីមើលមងមើលអីចឹងទៅដើម្បីយកទៅធ្វើម្ហូបដោយសារតែយើងត្រៀមទុកដើម្បីវិចបាយទៅកន្លែងដែលយើងត្រូវយកឃុំហើយក៏ម្ហូបឆ្អិនរួចរាល់ក៏នាំគ្នាមកអង្គុយបាយគឺបែបនេះឯងបងប្អូននៅក្នុងព្រៃគឺអត់មានអីទេគឺបែបបាយគេហៅថាបាយសាមគ្គីបើអានេះបើនៅអារ៉ាប់វិញគេហៅថាបាយនឹងបាយអារ៉ាប់រូបតែម្ដងបងប្អូនគេថាដាក់បាយរួមគ្នារកប្រាជ្ញគ្នាបាយទឹកស្រស់ស្រោតគេថាមានតែបាយស្លឹកចេកហើយនឹងសឡប៉ុន្តែថ្ងៃនេះយើងមានចានដោយសារតែមកដល់ទេពូអញ្ចឹងទៅគាត់មានចានមានអីគាត់ឲ្យយើងហូបគេថាពូគាត់ចិត្តល្អមែនតើគាត់ស្វាគមន៍យើងហើយក៏គាត់ជូនយើងទៅរកឃុំទៀតគេថាយើងមកបែកគ្នាជា2ក្រុមខ្លះដើររកចិត្តផ្ទះគាត់ទៅហើយចំណែកឯក្រុមខ្ញុំឯនេះគឺជិះម៉ូតូទៅមើលអាបង្កងចាស់ដែលបងគាត់ធ្លាប់យកពីប្រហែលឆ្នាំមុននៅដើមជាទីអញ្ចឹងទៅគេថាសម្បូរមែនតើបងប្អូនប៉ុន្តែវាស្នេះឆ្នាំបងតែឃុំនៅវាលែងទុំបែបជាវាមានគេយកទាំងក្បាលទឹកទាំងកូនឬមួយក៏គេយកអាបែបលក្ខណៈថាធូបមូសអីចឹងណាក៏ឆ្នាំនេះវាលែងទុំហើយគេថា2ទៅដល់3ដើមឯណោះយើងទៅដើរទៅរកមើលវាអញ្ចឹងទៅក៏ប៉ុន្តែសោកស្ដាយមែនតើយើងរកអត់បានវាទេឆ្នាំនេះគឺវាលែងនៅហើយសោកស្ដាយមែនតើបើថានៅវិញអែមស្នេហ៍អើយបងប្អូននេះមកដើម6 7សបុកដែរហើយដេកកូលគេចាស់នៅអញ្ចឹងស្រួលឡើងហើយគ្នាយើងសុទ្ធតែស្មាត់ទៀតអញ្ចឹងក៏ល្អដែរព្រោះតែវាធ្វើម៉េចវាមិនអាចរំពឹងទុកទេអ្វីក៏ដោយគឺរបស់ព្រៃយើងទៅរកបើវានៅក៏យើងបើវាមិននៅគឺមានតែអត់តែប៉ុណ្្នឹងឯងក៏នាំគ្នាត្រឡប់មកវិញគេថាអូយឃើញទឹកអូយចេះយីពីថាសុបាយចិត្តនៅកណ្ដងព្រៃចឹងវាហប់បងប្អូនឃើញទឹកអូចង់តែលោតចង់តែលេងតិចហើយអូសម្បូរធនធានជាត្រីមច្ឆាអីចឹងសុបាយចិត្តណាស់ក្តីសក់នេះចូលព្រៃហ្នឹងហើយបងប្អូនឲ្យតែឃើញទឹកថ្លាហើយមានត្រីធំចេះទៀតអូយសុបាយចិត្តណាស់ហើយក្រោយពេលយើងត្រឡប់មកពីរកវិញក៏នាំគ្នាមកកាប់ដូងបេះដូងពូគាត់ឲ្យបេះដូងហូបពីថាហេវហត់អស់កម្លាំងហើយអូយបានដូងមកមួយម្នាក់មកផ្លែយីពីថាជាតិអែមស្នេហ៍បងប្អូន
ហើយក្រោយពេលដងហើយក៏បន្តនាំគ្នាអ្នកខ្លះក៏រៀបចំធ្វើម្ហូបទៅអ្នកខ្លះក៏ទៅដើររកម្ហូបថែមអញ្ចឹងណាសកូយើងចែកគ្នាធ្វើពួកអីសមាជិកយើងច្រើនអញ្ចឹងយើងចែកគ្នាម្ដាយមួយជើងដើម្បីឲ្យបានស្រស់ស្រាយហូបអញ្ចឹងទៅអ្នកខ្លះធ្វើម្ហូបឲ្យខ្ញុំម្នេះគឺមកស្ទូចត្រីគឺថាគេស្ទូចបានដល់ពេលខ្ញុំទៅស្ទូចបានមិនដឹងជាហេតុផលអីទេបែបជាវាសាំនុយទេបងប្អូនវាត្រីគាត់អូត្រី7បាត់ដៃស្ទូចបានតែថ្ងៃនេះខ្ញុំទៅពិតជាហេងសយមែនតើគឺបានតែត្រីតិចតូចមកបែប4-10ដែរក៏នោះនេះត្រឡប់មកវិញមកដល់ក៏បាយឆ្អិនល្មមនោះនេះដាក់បាយដាក់ទឹកទៀតគេថាដាក់ជាមួយអីចាំងណាំងយើងនឹងគឺឈីលហើយជាមួយសឡរបស់យើងក្តៅអូយជាតិផ្ដាំឲ្យបងប្អូនប្រកប្រាជ្ញគ្នាលេងពីនេះពីនោះពេលណាចានខានជួបគូគាត់យូរអញ្ចឹងមានរឿងដែលត្រូវប្រកមានរឿងដែលត្រូវនិយាយគ្នាច្រើនហើយក៏នោះឯងបន្តបាយរួចរាល់ក៏នោះគ្នាចេញដំណើរទៅរកមហូបទៀតពេលណាចេញទៅទាំងក្រុមទៅទាំងអស់គ្នាចឹងឯងគឺថាអូយវិថាបានគ្នាច្រើនចេះសប្បាយប៉ុន្តែបងប្អូននៅក្នុងព្រៃគេមានការដំណំតមមិនឲ្យយើងលោឡាជេរឬមួយក៏ច្រៀងអីទេប៉ុន្តែពួកខ្ញុំច្រឡំច្រៀងបាត់ហើយដោយសារតែណាក់ហ្វេកតាំងពីលេងជប៉ុនមករត់មកនៅក្នុងព្រៃឲ្យណាក់ហ្វេកច្រៀងឲ្យស្ដាប់ចឹងទៅបាទនេះនិយាយលេងទេបងអាប្រកួតលេងចឹងណាហើយក៏នោះឯងគេហាម5ហើយថាដូចនៅក្នុងព្រៃយើងត្រូវតែចេះតំណមតមាត់កុំឲ្យមាត់គេហៅថាមាត់ដាច់ណារួមតែយើងចោះទៅដល់ទឹកក្ដុងភ្លាមរួចត្រង់អស់2អានោះពិតជាគេហៅថាឲ្យហេតុហើយក៏មិនជាបញ្ហាហើយគេយើងទៅដល់មួយកន្លែងនេះគឺថាចាប់បានធំដល់បងប្អូនស្គិញស្ដាយត្រង់ឃើញថាសុបាយចិត្តថាវាធំបងប្អូនប៉ុន្តែអាសត្វត្រង់នេះបើបងប្អូនមិនជំនាញខ្ញុំក៏ហាមមិនឲ្យចាប់ដែរទេព្រោះអីវាខំហើយវាអត់លែងទេបងប្អូនខំជាប់យកគ្នាបរោយអត់លែងដាច់ខាតអត់លែងទៅយកកបិតគឿវាមិនស្រួលនឹងដាច់ដៃដាច់ជើងទៀតនឹងគេមិនឲ្យទៅចាប់ទៅផ្ដាស់ទេទោះតែយើងជំនាញយើងចេះចាប់ដែរបានចាប់បានហើយចាប់នឹងត្រូវតែមានការប្រុងប្រយ័ត្នកុំប្រហែលឲ្យសោះហើយក៏ហ្នឹងឯងយប់ទី2នេះក៏យើងនាំគ្នាមកដើរចាប់កែបចាប់ត្រង់អីចឹងណាចាប់ពេញនឹងទៅប៉ុន្តែត្រង់អាតិចតួចយើងក៏ទៅចាប់វាមើលទុកឲ្យវារស់រានមានជីវិតធំធាត់បន្តពូជបន្តកូនចៅចឹងទៅវាតិចតួចយើងរកធំសម្រាប់ហូបទៅគឺបានហើយក៏ផ្ដាំដល់ឲ្យខាងសមត្ថកិច្ចខាងពាក់ព័ន្ធដែរតិចថាច្រឡំឃើញចាប់ត្រង់ទេមកចាប់55ពួកខ្ញុំមិនតិចទៅចាប់ទៅបាញ់ទៅបំផ្លាញវាអីទេពួកខ្ញុំគ្រាន់តែចាប់មើលសម្រាប់ហូបតិចតួចដើម្បីផ្គត់ផ្គង់តែប៉ុណ្្នឹងឯងដោយសារតែយើងនៅក្នុងព្រៃយើងអត់បានទៅយកម្ហូបឬមួយក៏ទិញអាហារទិញត្រីសាច់ទៅពីផ្ទះទេគឺយើងមានតែទៅរកនៅក្នុងព្រៃបែបហ្នឹងឯងគឺវាជាលក្ខណៈថាធម្មជាតិជាទលៀមទលាប់របស់អ្នកព្រៃគេថាបើសិនតែយើងយកម្ហូបទៅពីព្រៃយើងឲ្យពីផ្ទះយើងទៅដល់ព្រៃយើងរកម្ហូបអត់បានទេក៏យើងមិនអាចយកទៅទេគឺនិយាយទៅយើងយកទៅក៏បានដែរក៏ប៉ុន្តែបញ្ហានេះគឺថាយើងបានវាកាត់បន្ថយការចំណាយរបស់យើងដែរហើយនៅក្នុងព្រៃវាសម្បូរម្ហូបអញ្ចឹងក៏ល្អដែរយើងឲ្យតែយើងឧស្សាហ៍មិនខ្វះទេម្ហូបដូចជាត្រីវីដេអូមុនអញ្ចឹងទៅវីដេអូមុនកន្លែងនោះក៏សម្បូរត្រីមកដល់កន្លែងនេះក៏សម្បូរត្រង់សម្បូរកែបអញ្ចឹងទៅគឺថាវាគឺតែបែបហ្នឹងឯងសម្រាប់អ្នកដែលដើរព្រៃគឺទលៀមទលាប់គឺអត់ដែរយកម្ហូបតាំងពីក្មេងចេះចូលព្រៃចេះដើរតាមព្រៃមកគឺមិនដែលឃើញថាចាស់គាត់នាំគាត់ឲ្យទិញម្ហូបទិញអីទៅពីផ្ទះទេដាក់ត្មងដាក់ទៅសណាញ់ទៅម្ហូបអាហារមិនខ្វះទេបើថាអ្នកចេះព្រានព្រៃទៀតចេះរុកព្រៃតិចមិនខ្វះទេម្ហូបក៏ប៉ុន្តែពួកយើងមិនទៅបំផ្លាញអាពួកធនធានចឹងទេយើងគ្រាន់តែមកឲ្យរកម្ហូបបានហើយតែមកគ្រប់ហើយការឲ្យហូបចុករបស់យើងនេះពីមួយថ្ងៃទៅមួយថ្ងៃគឺគ្រប់ហើយហ្នឹងឯងបងប្អូនហើយក្រោយពេលយើងចាប់រួចរាល់ក៏នោះគ្នាត្រឡប់មកវិញគឺថាពាក្យកដាយប់ថ្ងៃនេះគឺមិនសូវហើយគេហៅថាមិនហៅគេហៅថាមិនសូវឆ្វាក់ប្រហែលដែរទេគឺបានពេលទួយដែរហើយក៏នោះគ្នាមកដោះត្រីងូតទឹកដោយសារតែយើងដើរចាប់នេះតិចថាឃើញចាប់នឹងទឹកវាអត់បែកជាងបងប្អូនបែកញើសហត់តែលោតចាប់ដើរចាប់ហើយបងប្អូនតិចឃើញថាពលឺអញ្ចឹងអត់ទេវាពាក់កដាយប់ម៉ោង2ដល់10ក៏តែវាអាកាសធាតុវាឲ្យភ្លឺល្អព្រះច័ន្ទរះមកភ្លឺហើយក៏ព្រឹកឡើងក៏នាំគ្នាងើបមកធ្វើម្ហូបពីចំប្រឡត់កង្កែបយើងប្រឡត់ត្រង់យើងដើម្បីឲ្យដាំបាយដាំទឹក
รีบจอมเฟิร์มโฮไปจังนะนึงโดยคืนไตรโอ้ยจีบิทาไตรวงปอนเอาแต่ละเองมันฟักที่แต่งานนี้ยืงมีนกันไก่ปีเจ้าเนาะจังเตยยืงมันใส่ประดาเลยไตรยังยืงไก่ปีตรองยืงหมกสลอหมกอังโฮเพื่อมือเตยตะนองบองปอนประธานในเตียวิ่งบางหน่อจูเจี๊ยไอ้ไก่อังตบบ่มาเตะโอ้เจี๊ยบปนาเตะบองปอนไงใครไปยังเชิมโฮเชนรุ่ยรวยกระโนกนี่หมกใบครับบองปอนมาทริปนี้คือถ่ายจอกใบนึงขยมมันเต้นให้มันเนี่ยชงอยขยมใบกระไรเกลหดด้วยซาแต่หกอาหารในน้องเตยคือวิชไงด้วยจังไงไงบองปอนใครไปยังใบหกติดรุ่ยยังรอกไหลนี่คืออดเมียนเตะอะไรนี่ฮะอดเมียนบางประเทศมุมมาสำหรับเพื่อนในจองจะตีเลยซาแต่วีปุ๊บไปจังก็ยืนสำหรับเจ้าทาอดหยอกวีเตะให้ก็ยืนประต่อหน้าเตะอะไรมวยติดให้ก็จำจุกเนี่ยในวีโต้ตัวติดโอเคจำเรียบเลี้ยจุกเนี่ยวีโต้กระไรบายบาย